សួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងអត្ថបទមេរៀនថ្មីបន្តទៅទៀតដែលនៅក្នុងអត្ថបទនេះគឺមានចំណងជើងថា Learn English through stories បានន័យថារៀនភាសាអង់គ្លេសតាមរយៈរឿងខ្លីៗអូខេដើម្បីកុំឲ្យខាតពេលយូរតោះយើងចូលទៅអានទាំងអស់គ្នាអូខេចាប់ផ្ដើម We can improve our English by reading stories. Stories are fun and interesting. They help us learn new words. We can read stories in English every day. This will make our English better. Stories teach us how to make sentences. We can see how words are used. When we read a story, we also learn grammar. Grammar is important for good English. Stories can help us understand it. Okay, បន្តមកទៀតតោះយើងលើកយកពាក្យមួយមកសិក្សាជាមុនសិនអូខេយើងមានពាក្យ improve ប្រែថាបង្កើនឬក៏អភិវឌ្ឍ our គឺជាគុណនាមកម្មសិទ្ធិដែលប្រែថារបស់យើង our English ភាសាអង់គ្លេសរបស់យើង reading ការអាន stories រឿងទាំងឡាយ story ជាពហុវចនៈរបស់ពាក្យថា story អូខេបន្តទៀតមានពាក្យ fun ប្រែថាសប្បាយតមកទៀតមានពាក្យ interesting ដែលគួរឲ្យចាប់អារម្មណ៍អូខេពាក្យ learn ប្រែថារៀនអូខេសិតតែពាក្យយើងរៀនរួចហើយបន្តមកទៀតមានពាក្យ better ប្រែថាល្អជាងឬក៏ល្អប្រសើរអូខេ are used ត្រូវបានគេប្រើកន្លែងនេះគឺជាប្រយោគpassive used យើងប្រែថាត្រូវបានគេប្រើបន្តមកទៀតមានពាក្យ also ប្រែថាផងដែរ grammar វេយ្យាករណ៍ important សំខាន់ understand យល់អូខេបន្តទៅទៀតតោះយើងធ្វើការបកប្រែទាំងអស់គ្នាអូខេចំណងជើង Learn English through stories រៀនភាសាអង់គ្លេសតាមរយៈរឿងខ្លីៗអូខេតោះយើងចាប់ផ្ដើម We can improve our English យើងអាចបង្កើនភាសាអង់គ្លេសរបស់យើង by reading stories ដោយការអានរឿងខ្លីៗទាំងឡាយ Stories are fun រឿងខ្លីៗទាំងឡាយគឺសប្បាយ and interesting ហើយគួរឲ្យចាប់អារម្មណ៍ They help us learn new words ពួកវាជួយឲ្យយើងរៀនពាក្យថ្មីៗWe can read stories in English every day យើងអាចអាន read ប្រែថាអានរឿងខ្លីៗទាំងឡាយជាភាសាអង់គ្លេសរៀងរាល់ថ្ងៃ This will make our English better This ប្រែថានេះបានន័យថាការអាននេះនឹងធ្វើឲ្យភាសាអង់គ្លេសរបស់យើងកាន់តែល្អប្រសើរ
Stories teach us រឿងខ្លីៗទាំងឡាយបង្រៀនពួកយើង How to make sentences នៅរបៀបបង្កើតប្រយោគទាំងឡាយ We can see how words are used យើងអាចមើលឃើញថាតើពាក្យណាគេត្រូវប្រើដូចម្តេច We can read a story When we read a story នៅពេលដែលយើងអានរឿងខ្លីមួយ We also learn grammar យើងក៏រៀនអំពីវេយ្យាករណ៍ផងដែរ Grammar is important for good English វេយ្យាករណ៍គឺមានសារៈសំខាន់សម្រាប់អ្នករៀនភាសាអង់គ្លេសល្អឬក៏មានសារៈសំខាន់សម្រាប់ធ្វើឲ្យភាសាអង់គ្លេសល្អ Stories can help us understand it ឬក៏យើងអានភ្ជាប់ថា understand it រឿងខ្លីៗទាំងឡាយអាចជួយឲ្យយើងយល់អំពីវាអំពីសាច់រឿងអូខេចាំជួបគ្នានៅវីដេអូក្រោយទៀត